បងប្អូនគ្នាបន្ទាប់ពីខ្ញុំដើរលេងច្រើនប្រទេសដែរមានបងប្អូនមកយើងមួយចំនួនធំមកសួរខ្ញុំថាណាដូតើប្រទេសមួយណាល្អសម្រាប់ការតាំងទីលំនៅរស់នៅរយៈពេលវែងអញ្ចឹងណាសម្រាប់ខ្ញុំមកចម្លើយដ៏ខ្លីគឺអត់មានទេដោយខ្ញុំលើកមូលហេតុទាំង3 4ចំណុចនេះមកនិយាយឲ្យបងប្អូនគ្នាស្ដាប់ហើយបងប្អូនគ្នាដកបូកអីខ្លួនឯងមើលទៅថាតើប្រទេសណាល្អជាងគេសម្រាប់ខ្ញុំសូមឆ្លើយពីខ្ញុំមុនមកខ្ញុំគាត់ថាប្រទេសជប៉ុនស័ក្តិសមជាមួយនឹងខ្ញុំជាងគេដោយសារតែបើប្រៀបធៀបជាមួយនឹងប្រទេសផ្សេងៗទៅប្រទេសជប៉ុនបើយើងនិយាយពីអនាម័យគឺមានគ្រប់គ្រាន់ឲ្យយើងកៅអៅខ្ញុំពណ៌សនេះក៏ដោយមកឈុតអីសនឹងក៏ដោយស្បែកជើងខ្ញុំក៏ដោយដើរមួយថ្ងៃមកព្រឹកទល់ល្ងាចអត់ទាន់មានឃើញប្រឡាក់មួយទេនៅខាងក្រោយខ្នងខ្ញុំនេះមានកៅអីអង្គុយសាធារណៈនៅសួនសាធារណៈបងប្អូនដើរទៅអង្គុយចោះអត់មានអីមកប្រឡាក់ខ្លួនយើងទេអញ្ចឹងអនាម័យគឺមានស្អាត clean គ្រប់កន្លែងនៅក្នុងសួននេះបងប្អូនមើលចោះសួនសាធារណៈណាប៉ុន្តែស្អាត clean ហ្មងសំបីតែសម្រាមមួយអត់មានបងប្អូនមើលចោះសម្រាមតែមួយថង់មួយសន្លឹកក៏អត់មានដែរអញ្ចឹងបញ្ជាក់ថាប្រទេសជប៉ុនអនាម័យខ្លាំងមួយទៀតគឺចង់និយាយពីសុវត្ថិភាពបើនិយាយពីចរាចរណ៍បងប្អូន